ជាការពិតណាស់ចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗប្រែប្រួលទៅតាមពេលវេលាវ័យនិងមជ្ឈដ្ឋានជុំវិញខ្លួននៅរយៈពេលប្រហែលឆ្នាំចុងក្រោយនេះខ្ញុំពីមនុស្សម្នាក់ដែលមិនដឹងថាកាមេរ៉ាបែរទៅណាសោះបែរជាមកចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ាខ្លាំងនេះប្រហែលជាមកពីដៃគូរបស់ខ្ញុំគឺជាមនុស្សដែលចូលចិត្តកាមេរ៉ាហើយឥឡូវនេះការថតរូបការថតវីដេអូបានក្លាយជាចំណង់ចំណូលចិត្តរបស់ពួកយើងដែលយើងតែងតែធ្វើនៅពេលទៅនេពីការងារហើយនេះគឺជាកាមេរ៉ាថ្មីរបស់ពួកយើង Sony Alpha 7 Mark V ដែល Sony ទើបតែ release នៅចុងខែធ្នូ2025នេះឯងគឺជាប្រភេទកាមេរ៉ា hybrid ល្អទាំងការថតរូបស្លឹកល្អទាំងវីដេអូវាមកជាមួយនឹង New AI chip the new 33 megapixel sensor វាអាច free capture រហូតដល់30 frame per second blackout free ជាមួយនឹង AI power auto focus ដែលអាច recognize មនុស្សសត្វ subject ផ្សេងៗបានល្អមែនទែនកម្រិតវីដេអូវិញគឺអាចថតរហូតដល់ 4K 60 frame per second non crop ហើយ 4K 120វិញគឺ crop ជាមួយនឹង 1.5 ចំណែកឯការគ្រប់គ្រងកម្ដៅហើយនិងការទប់លំនឹងវិញគឺល្អមែនទែនមុននឹងយើងសម្រេចចិត្តទិញវាគឺយើងបានធ្វើការ research ហើយធ្វើការពិចារណាយូរគួរសមដែរដោយសារតែតម្លៃរបស់វាគឺឥតថោកទេខ្ញុំទិញនៅនេះគឺ$3,168បូកតាក់ហើយនៅខាងអាមេរិកបើនៅស្រុកខ្មែរប្រហែលជាខ្ទង់$2,000ខាខ្ញុំចង់ទិញកាមេរ៉ាថ្មីហ្នឹងយូរហើយដោយសារតែកាមេរ៉ាចាស់របស់ខ្ញុំហ្នឹងគឺជា Sony ZV-E10 Mark I និយាយទៅ old generation ណាបើនិយាយពី auto focus វិញគឺយ៉ាប់ហ្មងហើយ body stabilization ហ្នឹងគឺអត់មានទេបើនិយាយពីការគ្រប់គ្រងកម្ដៅវិញគឺថតយូរអត់បានទេវាឆាប់ overheat ណាហើយវាអឡត់អស់នួយហ្មងបើសិនជាយើងថតនៅកន្លែងរឿងល្ងឹតហើយបើសិនជាថត 4K វិញគឺបានតែ30 frame per second ទេបើប្រៀបធៀបជាមួយនឹងកាមេរ៉ានេះវិញគឺគុណភាពវាល្អខ្លាំងជាងឆ្ងាយមែនតើធម្មតាទេតែតម្លៃវាថ្លៃជាងគុណភាពវាក៏ល្អជាងដែរតម្លៃខុសគ្នាសឹងអគុណនឹង3ប៉ុន្តែតម្លៃកាមេរ៉ានេះនៅក្នុង mid range ទេបើ top of the line Sony វិញគឺ A1 Mark II ហើយនិង A9 Mark III ដែលតម្លៃវាគឺថ្លៃមែនតើខ្ទង់$7,000អត់ទាន់គិតតាក់ Sony A7 Mark II នេះតម្លៃវាថោកជាងពាក់កណ្ដាលប៉ុន្តែគុណភាពវាគឺមិនអន់ជាងអានោះប្រហែលទេហើយយើងពិតជាពេញចិត្តមែនតើក្នុងការសម្រេចចិត្តទិញវាបន្ទាប់ពីយើងធ្វើតេស្តសាកមើលទៅគឺយើងពេញចិត្តខ្លាំងមែនតើជាមួយនឹងកាមេរ៉ាហ្នឹង Image stabilization គឺល្អខ្លាំងហ្មងនេះយើងកាន់ hand hold ធម្មតាណាប៉ុន្តែអត់មានសូវអង្គើនិយាយទៅឡើង smooth ហ្មង